តបបងប្អូនទាំងអស់គ្នាថ្ងៃនេះទៀតលោកគ្រូសូមណែនាំបងប្អូននៅស្គាល់អំពីរុក្ខជាតិឈ្មោះថាដើមប្រក់ផ្លែដើមប្រក់ផ្លែនេះមានគុណសម្បត្តិច្រើនសម្រាប់ជួយដល់សុខភាពយើងចាស់យើងតាមភូមិតាមស្រុកអីពីដើមច្រើនតែប្រើដើមប្រក់ផ្លែហ្នឹងនៅពេលដែលមានបញ្ហាគ្រុនអីជាដើមអញ្ចឹងណានឹងហើយប្រក់ផ្លែនេះជាប្រភេទស្មៅឯងមិនជាដើមឈើធំអីទេជាប្រភេទស្មៅហើយកម្ពស់វាចាប់ពី20សង់ទីម៉ែត្រដល់25សង់ទីម៉ែត្រហើយស្លឹករបស់វាគឺជាស្លឹកតូលតម្រៀបគ្នាជាជួរដុះឆ្លាស់តងគ្នាណាហើយរាងពងក្រពើប្រវែងពី6ទៅ9សង់ទីម៉ែត្រហើយផ្លែរបស់វាដុះនៅវាផ្លែនៅលើស្លឹកនឹងឯងតម្រៀបគ្នាជាជួរតាមចន្លោះស្លឹកណាហ្នឹងហើយបងប្អូនសម្លឹងមើលទៅឃើញនៅក្នុងវីដេអូនេះឃើញហ៎ចឹងផ្លែវាដុះជាផ្លែជាជួរចន្លោះស្លឹកនីមួយហើយប្រក់ផ្លែនេះគឺច្រើនតែដុះដោយខ្លួនឯងទេមិនមានជាការដាំដុះអីទេដុះនៅតាមវាលស្រែតាមភូមិតាមស្រុកតាមដីចម្ការដែលគេទុកចោលអញ្ចឹងណាគឺវាងាយនឹងដុះអាហ្នឹងជាពិសេសគឺនៅតំបន់ទឹកលិចអីចឹងនៅពេលដែលទឹកស្រកទៅវាមានដុះហើយសម្រាប់ការប្រើប្រាស់ជាសុទ្ធវិញគឺគេយករុក្ខជាតិទាំងមូលហ្នឹងហើយយករុក្ខជាតិទាំងមូលហើយរសជាតិវាមានរសជាតិល្វីងគ្រាន់បើដែរបើសិនបើអ្នកចាញ់ល្វីងអាហ្នឹងល្វីងខ្លាំងប៉ុន្តែបើសិនជាអ្នកធ្លាប់ហូបស្ដៅហូបអីមិនសូវជាចាញ់ល្វីងទេអាហ្នឹងធាតុវាមិនជាល្វីងប្រមាណដែរទេហើយវាត្រជាក់កាលណាដែលយើងទទួលទានចូលទៅក្នុងរាងកាយរបស់យើងហើយធ្វើឲ្យរាងកាយយើងត្រជាក់អញ្ចឹងណាអញ្ចឹងគឺការប្រើប្រាស់នេះគឺយករុក្ខជាតិទាំងមូលអញ្ចឹងធម្មតាតាមស្រុកតាមភូមិអីអ្នកខ្លះគាត់យកមកប្រើបុកស្រស់ក៏បានដែរបុកស្រស់ដាក់ជាមួយទឹកដូងឬក៏ដាក់ជាមួយទឹកសុទ្ធធម្មតាអញ្ចឹងណាសម្រាប់អ្នកដែលក្តៅខ្លួនគ្រុនក្តៅខ្លាំងអីចឹងទៅគឺយកប្រក់ផ្លែហ្នឹងមកក្តាប់អញ្ចឹងទៅមកបុកវាម៉ត់ហើយដាក់ចម្រោះជាមួយទឹកដូងឬក៏ជាមួយទឹកសុទ្ធហើយគេផឹកទៅបន្ទាប់មកប្រហែលជា2-3នាទីអីក្រោយមកគឺវាចុះកម្ដៅហើយនឹងចាស់យើងតាមស្រុកតាមភូមិអីពីដើមមិនសូវជានិយមថ្នាំពេទ្យអីប្រហែលទេទី1ដោយសារតែមិនសូវមានផងមិនសូវសបោថ្នាំពេទ្យណាំអីផងពីមុនមកណាហ្នឹងអញ្ចឹងគាត់ហើយម្យ៉ាងគាត់ចេះថ្នាំឱសថបុរាណអីពីដូនពីតារបស់គាត់ប្រចាំតកូលប្រចាំគ្រួសារគាត់អញ្ចឹងណាតាមស្រុកតាមភូមិអីភាគច្រើនគឺដឹងណាចេះសឹងគ្រប់គ្នាចាស់យើងពីដើមឲ្យដឹងថាគុណក្តៅគុណអីគឺគេប្រើប្រក់ផ្លែហ្នឹងហើយអញ្ចឹងប្រក់ផ្លែនេះវាមានគុណសម្បត្តិច្រើនសម្រាប់ជួយដល់សុខភាពយើងដូចថាអ្នករលាកពោះវៀនឬក៏រាកមូលរលាកថ្លើមអ្នកក្រិនថ្លើមអីហ្នឹងហើយក្រិនថ្លើមក៏គេប្រើប្រក់ផ្លែហ្នឹងដែររលាកផ្លូវនោមអ្នកមានបញ្ហានោមមកក្តៅនោមមករអាក់រអួលអីហើយច្រើនក្តៅក្នុងផ្លូវនោមឬក៏តម្រងនោមហ្នឹងហើយគេច្រើនយកប្រក់ផ្លែហ្នឹងមកប្រើប្រាស់ដែរអ្នកកូនចាញ់ហ្នឹងពីដើមមកមិនចោលទេអ្នកកូនចាញ់គឺខ្លួនគាត់ក្តៅទេប៉ុន្តែនៅពេលដែលដល់ម៉ោងដល់ពេលវេលាគឺញាក់តែហ្មងញាក់ហ្នឹងក្តៅមែនទែនគឺញាក់សឹងតែចប់អញ្ចឹងហើយអញ្ចឹងដល់អ្នកដែលកូនចាញ់ហ្នឹងគឺឲ្យទៅដល់ថ្ងៃរះឡើងមកគាត់ទៅអង្គុយហាក្តៅទៅដល់ភួយនៅហាក្តៅឲ្យបាច់ញើសជោកធ្លាប់ឃើញមកអញ្ចឹងបាច់ញើសជោកហើយញាក់ទៅត្រុនអញ្ចឹងណានឹងអស់តែពីញាក់មកក្តៅតែអញ្ចឹងទៅនឹងអ្នកគ្រុនចាញ់អញ្ចឹងបើប្រក់ផ្លែនេះសម្រាប់អ្នកគ្រុនចាញ់គេផឹកមុនពេលញាក់ឧទាហរណ៍ថាគេដឹងកំណត់ថាពេលដែលគ្រុនចាញ់ញាក់ហ្នឹងគឺម៉ោង1រសៀលអីចឹងណាអញ្ចឹងតែម៉ោង2ដណ្ដប់ឬក៏2ដណ្ដប់កន្លះអីហ្នឹងគេបុកប្រក់ផ្លែហ្នឹងផឹកឲ្យបានមុនឲ្យហើយបុកមកក្តាប់អញ្ចឹងទៅដាក់ជាមួយទឹកដូងឬក៏ជាមួយទឹកសុទ្ធយើងធម្មតាផឹកអស់កន្លះលីត្រអីចឹងណាឬក៏មួយកែវ2កែវយើងទៅអស់មកក្តាប់ហ្នឹងទៅអញ្ចឹងគេផឹកមុនសិនអញ្ចឹងដល់ពេលម៉ោងដែលត្រូវញាក់ហ្នឹងវាថយការញាក់ឬក៏វាមិនញាក់ហ្មងក៏មានដែរអញ្ចឹងគេចែងតែប្រើអញ្ចឹងឬមួយក៏គេយកមកប្រើលាយជាមួយនឹងរុក្ខជាតិឱសថផ្សេងទៀតអញ្ចឹងណាសម្រាប់អ្នកគ្រុនចាញ់ដូចជាមានព្រោះថ្នាំគល់កធៀងខេតគល់ថ្នាំណាគល់ថ្នាំកពូលតពោគល់កធៀងខេតសក្រីខួបប្រក់ផ្លែស្នូលពោតអាហ្នឹងគេយកមកព្យាបាលរោគគ្រុនចាញ់ហ្នឹងហើយពីមុនមកគឺគេប្រើអញ្ចឹងឯង
ពីមុនធ្លាប់ដឹងធ្លាប់ឮមកគេប្រែអញ្ចឹងតាមរូបមន្តអសត់បុរាណរបស់យើងក៏ឃើញប្រែអញ្ចឹងដែរហើយតាមទម្លាប់តាមស្រុកតាមភូមិក៏ឃើញប្រែអញ្ចឹងដែរហើយប្រក់ផ្លែដែលលោកគ្រូចង់បង្ហាញនេះតើតូនទៅនឹងរោគថ្លើមរោគបញ្ហាគ្រុនថ្លើមណាក្រិនថ្លើមឬក៏រលាកថ្លើមក៏បងប្អូនយកប្រក់ផ្លែហ្នឹង10ទៅ15ក្រាមទៅយក3 4ដើមអញ្ចឹងណាមិនបាច់យកច្រើនពេកទេហ្នឹងហើយ3 4ដើមអញ្ចឹងមកយកមកដាំទឹកហូបទៅបងប្អូនចង់បុកហូបក៏បានបុកដាក់ទឹកហូបក៏បានឬក៏យកមកដាំក៏បានដែរបើសិនតែយើងយកមកដាំប្រក់ផ្លែស្ងួតហ្នឹងគឺ10ទៅ15ក្រាមស្មើនឹង3 4ដើមហ្នឹង3 4ដើមយកមកដាំទឹកហូបមកហ្នឹងគឺជួយព្យាបាលអាការៈក្រិនថ្លើមអញ្ចឹងលោកគ្រូបញ្ជាក់ម្ដងទៀតប្រសិនបើបងប្អូនមានបញ្ហារលាកពោះវៀនគឺយកប្រក់ផ្លែហ្នឹងមកបុកឲ្យម៉ត់ហើយដាក់ច្រោះទឹកហូបអញ្ចឹងក៏បានដែរហូបម្ដង 2 ដងអីចឹងណាក្នុងមួយថ្ងៃអញ្ចឹងទៅដើម្បីឲ្យពោះវៀនហ្នឹងត្រជាក់ហើយវាជួយបំផាត់នៅការអាការៈរលាកនោះហើយបើសិនជារលាកតម្រងនោមរលាកអីនេះយកមកដាំទឹកផឹក10ទៅ15ក្រាមនឹងអ្នកសម្រាប់អ្នកដែលរលាករំដងនោមមកក្តៅនោមទាស់នោមអីចឹងណាក្តៅរលាកបញ្ហាផ្លូវនោមឬក៏បង្ហូរនោមឬក៏រលាកតម្រងនោមហ្នឹងបងប្អូនយកមកដាំទឹកហូបទៅ10ទៅ15ក្រាមហ្នឹងស្ងួតហ្នឹងហើយស្មើនឹង 2-3 ដើមហ្នឹងឯងយកមកដាំទៅវាមានរសជាតិល្វីងប៉ុន្តែវាជួយត្រជាក់ខាងក្នុងហើយប្រសិនបើមានបញ្ហាក្រិនថ្លើមអាហ្នឹងយកមកដាំទឹកហូបដែរ10ទៅ15ក្រាមស្ងួតដាក់ដាំទឹកហូបជាប្រចាំថ្ងៃទៅហើយនឹងបញ្ហាក្រិនថ្លើមមិនថ្លើមនោះបើសិនជាក្រិនខ្លាំងពេកអានឹងក៏ពិបាកក្នុងការព្យាបាលដែរប៉ុន្តែបើសិនជាថ្លើមវាគ្រើមថ្លើមវាក្រិនល្មមណាវាមិនទាន់ដល់ថ្នាក់ខូចថ្លើមហ្នឹងហើយក្រិនល្មមមកបងប្អូនអាចសាកប្រើនៅពិធីបុរាណនេះហើយហូបថ្នាំអីហូបទៅហ្នឹងហើយថ្នាំពេទ្យថ្នាំអីថ្នាំសម័យថ្នាំអីក៏ចេះតែហូបចេះតែភាសាទៅហើយបើសិនជាចង់បន្ថែមថ្នាំបុរាណចឹងទៀតយើងសាកប្រើវិធីហ្នឹងទៅយកប្រក់ផ្លែហ្នឹង10ទៅ15ក្រាមហ្នឹងមកដាំទឹកហូបទៅជាប្រចាំថ្ងៃអញ្ចឹងណានៅពេលដែលវាបានធូរស្រាលឬក៏វាបានលែងអាការៈការឈឺចុកចាប់តាមថ្លើមហ្នឹងហើយយើងជប់ប្រើទៅហ្នឹងហើយមួយទៀតបើសិនបើមានបញ្ហាគ្រុនចាញ់ប៉ុន្តែគ្រុនចាញ់សម្ងៃហ្នឹងវាមិនសូវមានទេដោយសារគេមានថ្នាំមានវ៉ាក់សាំងអីមានថ្នាំអីសម្រាប់ការពារព្យាបាលអីលឿនអញ្ចឹងណាអាហ្នឹងប្រសិនបើមានទេបងប្អូនណានៅស្រុកព្រៃស្រុកឆ្ងាយពីពេទ្យឆ្ងាយពីអីអញ្ចឹងណាស្រុកព្រៃស្រុកភ្នំអីអញ្ចឹងសង្កាត់មាត់ញ័រពិបាកក្នុងការធ្វើដំណើរចេញចូលអីអាចសាកប្រើបានណាគ្រុនចាញ់ហ្នឹងហើយបើសិនមានពេទ្យមានអីនៅក្បែរមានមណ្ឌលអីនៅក្បែរទេទៅរកថ្នាំមណ្ឌលគេទៅគេលឿនជាងហ្នឹងហើយប៉ុន្តែបើសិនជាអត់មានថ្នាំអីទេអាចសាកតាមបែបបុរាណរបស់យើងអញ្ចឹងយកប្រក់ផ្លែហ្នឹង10ក្រាមអីចឹងទៅប្រក់ផ្លែមានស្នូលពោតខួបមានសក្រីខួបហ្នឹងហើយគល់ថ្នឹងកពូលដំបូកគល់កាធៀងខេតអានោះសម្រាប់អ្នកបញ្ហាកូនចាញ់ញាក់ញ័រក្តៅខ្លួនបងប្អូនអាចសាកតាមវិធីបុរាណនឹងបានព្រោះធ្លាប់មានឃើញគេព្យាបាលអញ្ចឹងទៅវិជាពីមុនមកមិនទាន់មានថ្នាំពេទ្យណាសម្បូរបែបដូចឥឡូវនេះកាលឆ្នាំ8ជាង9ជាងអីហ្នឹងអ្នកទៅបបលិនអ្នកទៅអីហ្នឹងចាញ់ច្រើនណាមកវិញហ្នឹងគឺឧទាហរណ៍ថា10នាក់ដែលគុណចាញ់ហ្នឹងចាំថាស្លាប់អស់ពាក់កណ្ដាលប៉ុន្តែអ្នកណាដែលប្រើថ្នាំត្រូវអីហ្នឹងទៅអានឹងជាអញ្ចឹងទៅហើយធ្លាប់មានចាស់យើងចងក្រងជាក្បួនតម្រាមកក្នុងឱសថបុរាណខ្មែរយើងអ្នកដែលមានបញ្ហាគុណចាញ់ហ្នឹងគេមិនចោលដើមប្រក់ផ្លែហ្នឹងទេហើយមិនចោលសក្រីខួបបណ្ដល់សក្រីដែលវាយើងដាំទៅហើយវាខួបមួយឆ្នាំដល់មួយឆ្នាំវិញហ្នឹងហៅសក្រីខួបស្នូលពោតខួបបណ្ដល់ថាស្នូលពោតដែលយើងទទួលទានហើយទុកស្នូលវាហ្នឹងឬក៏ស្នូលពោតដែលយើងទុកឬក៏ស្នូលពោតដែលយើងទុកធ្វើពូជអីចឹងណាពេលណាដែលយើងប្រលេះក្របប្រលេះអីវាហើយទៅយើងសល់ស្នូលវាហ្នឹងក៏អាចយកមកប្រើប្រាស់បានសម្រាប់បញ្ហាគ្រុនចាញ់ហ្នឹងស្នូលពោតខួបសក្រីខួបហ្នឹងហើយថ្នាំដើមថ្នាំវល្លិថ្នាំហ្នឹងក៏យកនៅកពូលដំបូកព្រោះដីដំបូកវាមានជាតិស្អិតដោយសារទឹកមាត់កាឌីហ្នឹងអញ្ចឹងគឺដើមឈើដែល
đôi nó tam đầm bộ nó vì miền cồn sầm mát vì miền vật tập hiệp chiêng đàm chơi đôi nó tam thò mặt đà để xa tại vì miền sập bọc cả đi miền tự mòn cả đi ấy chẳng á thôi ở đàm chơi nó vì miền triệt sạc cam nó vì là o chiêng đàm chơi thò mặt đà nó không ca pra sập bờ đàn khai dương chẳng bàn trà dương chơi là do đàm chơi nó tam đầm bầu chẳng á lừa đầm bầu của đầm bầu ở dương từ chẳng vò thân năng của đầm bầu cô cả thiền khai cô có thiền khai nó có chấn áp đấy khang xa khang ấy những miền Pành Hà ở bộ sna mới cần phở cái thiền khai đây hay còn tránh những có cái trao cái thiền khai đây thì phở cái thiền khai là hô trong vòng ôn miền Pành Hà còn tránh ở tam sọc tam hôm ấy na chẳng ai ấy ảnh xạ pra ban cô có thiền khai cô năng của đầm bô bọ plai cây khô snow put khô là người dùng một đàm tạc hộp giống đó đàm tạc hộp trăm ngày sân bật nhẹ bật nhỏ bật hói anh đang dừng chụp ra từ vẫn mình trong ngày thà dừng cồn tranh cồn ấy hói sao là on từ pet ấy sao thế chấm rung nhoi từ pet bây giờ thì miền mình đôi lại nâng bài nâng dừng từ đầm mâyเป็นmới đăng thà miền chụp ngữ ấy chư nó miền là cà rạ dạng mây cồn chiêm rồi cồn phổ viên rồi có cồn tranh ấy chẳng đó của cà rạ này cồn tranh cồn phổ viên cồn chiêm mấy nó sẽ riêng cái niềm miền cầm nai cả là kháng miền cầm nai kháng hay nhẹ cồn phổ viên có nhẹ để hay bữa sau này cồn phổ viên mấy bông phổ anh pra bọt plai năng bàn đó bọt plai năng do mà bọc tật hộp rồi có đam tật hộp các bạn để xong ở cồn chăn để bàn tạm đàn